របៀបផ្ទេរប្រាក់ទៅគណនី FTB ផ្ទាល់ខ្លួននៅលើ FTB Corporate Internet Banking ជំហានទី1សូមចុចលើសញ្ញាដែលបានបង្ហាញក្នុងវីដេអូណែនាំដើម្បីចាប់ផ្ដើមជំហានទី2សូមចុចលើ Transfers និងចុចលើ Transfer ជំហានទី3សូមជ្រើសរើសគណនីណាមួយដើម្បីធ្វើប្រតិបត្តិការជំហានទី4បន្ទាប់មកសូមចុចលើ Transfer to own FTB account ជំហានទី5សូមជ្រើសរើសគណនីដើម្បីផ្ទេរប្រាក់ជំហានទី6សូមបញ្ចូលចំនួនទឹកប្រាក់ជំហានទី7បន្ទាប់មកសូមចុច Submit ជំហានទី8សូមចុច Confirm ជំហានទី9សូមបញ្ចូលលេខសម្ងាត់ប្រតិបត្តិការនិងបន្តចុច Submit ជំហានទី10ការផ្ទេរប្រាក់បានបញ្ចប់ដោយជោគជ័យរបៀបផ្ទេរប្រាក់ទៅគណនី FTB ផ្សេងទៀតនៅលើ FTB Corporate Internet Banking ជំហានទី1សូមចុចលើសញ្ញាដែលបានបង្ហាញក្នុងវីដេអូណែនាំដើម្បីចាប់ផ្ដើមជំហានទី2សូមចុចលើ Transfers និងចុចលើ Transfer ជំហានទី3សូមជ្រើសរើសគណនីណាមួយដើម្បីធ្វើប្រតិបត្តិការជំហានទី4បន្ទាប់មកសូមចុចលើ Transfer to other FTB account ជំហានទី5សូមជ្រើសរើសអ្នកទទួលផលឬបញ្ចូលលេខគណនីអ្នកទទួលផលដោយខ្លួនឯងជំហានទី6សូមបញ្ចូលចំនួនទឹកប្រាក់ជំហានទី7បន្ទាប់មកសូមចុច Submit ជំហានទី8សូមចុច Confirm ជំហានទី9សូមបញ្ចូលលេខសម្ងាត់ប្រតិបត្តិការនិងបន្តចុច Submit ជំហានទី10ការផ្ទេរប្រាក់បានបញ្ចប់ដោយជោគជ័យរបៀបផ្ទេរប្រាក់ទៅកាន់ធនាគារក្រៅប្រទេសនៅលើ FTB Corporate Internet Banking ជំហានទី1សូមចុចលើសញ្ញាដែលបានបង្ហាញក្នុងវីដេអូណែនាំដើម្បីចាប់ផ្ដើមជំហានទី2សូមចុចលើ Transfers និងចុចលើ Transfer ជំហានទី3សូមជ្រើសរើសគណនីណាមួយដើម្បីធ្វើប្រតិបត្តិការជំហានទី4បន្ទាប់មកសូមចុចលើ International Bank Transfer ជំហានទី5សូមជ្រើសរើសអ្នកទទួលផលណាមួយដែលមានស្រាប់ឬបង្កើតអ្នកទទួលផលថ្មីសូមចុចលើ Add New Payee ជំហានទី6ប្រសិនបើអ្នកជ្រើសរើស Add New Payee អ្នកនឹងត្រូវបញ្ចូលព័ត៌មានអ្នកទទួលផលថ្មីជំហានទី7សូមចុច Add ជំហានទី8សូមបញ្ចូលលេខសម្ងាត់ប្រតិបត្តិការនិងបន្តចុច Submit ជំហានទី9អ្នកទទួលផលថ្មីត្រូវបានបញ្ចូលដោយជោគជ័យនិងសូមចុចលើ Home ជំហានទី10សូមចុចលើសញ្ញាដែលបានបង្ហាញក្នុងវីដេអូណែនាំជំហានទី11សូមចុចលើ Transfers និងចុចលើ Transfer ជំហានទី12សូមជ្រើសរើសគណនីកាត់ប្រាក់ចេញជំហានទី13បន្ទាប់មកសូមចុចលើ International Bank Transfer ជំហានទី14សូមជ្រើសរើសអ្នកទទួលផលដែលបានបញ្ចូលថ្មីឬអ្នកទទួលផលដែលមានស្រាប់ជំហានទី15សូមបញ្ចូលចំនួនទឹកប្រាក់ជំហានទី16សូមជ្រើសរើសរបៀបទូទាត់កម្រៃសេវាពីអ្នកទទួលផលកម្រៃសេវាពីអ្នកផ្ទេរកម្រៃសេវា FTB កាត់ពីអ្នកផ្ទេរនិងកម្រៃសេវាធនាគារអ្នកទទួលកាត់ពីអ្នកទទួលផលជំហានទី17សូមចុច Submit ជំហានទី18បន្ទាប់មកសូមចុច Confirm ជំហានទី19សូមបញ្ចូលលេខសម្ងាត់ប្រតិបត្តិការនិងបន្តចុច Submitជំហានទី20ការផ្ទេរប្រាក់ទៅកាន់ធនាគារក្រៅប្រទេសបានបញ្ចប់ដោយជោគជ័យសម្រាប់ព័ត៌មានលម្អិតសូមទាក់ទងមកកាន់យើងខ្ញុំតាមរយៈលេខ180020/11និងតាមរយៈគេហទំព័រ www.ftb.com.kh ធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជាវិនិយោគដើម្បីអនាគត